ពីខែមុនណាគឺយើងបានទៅប្រឡងដើម្បីទទួលយកសមិទ្ធផលប៉ុន្តែថ្ងៃនេះគឺយើងមកទទួលយកសមិទ្ធផលដែលយើងធ្វើបានវិញនិយាយលេងឯងបងនេះគឺជាកម្មវិធីទទួលទៅលើរង្វាន់ជាមួយនឹងប្រកួតបានសរសើរដល់សិស្សនីតិអារួមជាមួយនឹងសិស្សជលភីដែលបានប្រឡងនៅក្នុងឆ្នាំនេះផងដែរហើយឆ្លៀតពេលនេះដែរយើងក៏បានថតជាវីដេអូខ្លីៗផងដែរណាជំរាបសួរស្ដីមកអ្នកគ្នាស្វាគមន៍មកកាន់ Pick Mini សាជាថ្មីបើកពេលវេលាពេលព្រឹកមកហ្នឹងគឺខ្ញុំត្រូវមកសាលាដើម្បីចាំជិះឡានសាលាទៅជាមួយអញ្ចឹងណាហើយក៏បានថតជាមួយនឹងមិត្តភក្តិខ្លះៗដែរទុកជាអនុស្សាវរីយ៍ដោយសារនេះគឺជាពេលដែលយើងបានមកថតរូបបានមកអីជុំគ្នាពេលហ្នឹងហើយពួកយើងក៏ត្រូវចូលរៀននៅក្នុងសាកលរៀនខ្លួនឥឡូវនេះយើងក៏បានមកដល់ហើយយើងចាំយ៉ាងយូរដែរហើយបន្ទាប់មកយើងក៏កំពុងនាំគ្នាទៅឆោតតម្រង់ជួរតាមការធ្វើរបស់សាលាអញ្ចឹងណាដោយគេមានជួររបស់គេមានសន្និតិ A B C អីចឹងមកនិយាយទៅគឺយើងមកកម្មវិធីនេះក៏រៀងរំភើបដែរបងហើយដោយសារមនុស្សច្រើនមែនតើក៏ជាមោទនភាពមួយដែររបស់យើងណាដែលយើងខំប្រឹងហើយទទួលបានលទ្ធផលដែលល្អអញ្ចឹងមកឥឡូវនេះខ្ញុំក៏បានមកដល់សាលរបស់គេគឺធំខ្លាំងមែនតើហ្មងហើយយើងក៏បានមកអង្គុយតាមកន្លែងរបស់យើងរៀងខ្លួនហើយកម្មវិធីរបស់គេហ្នឹងក៏រៀងច្រើនដែរបងហើយប៉ុន្តែយើងថតបានហ្នឹងគឺក៏មិនល្មមទេពេលនេះក៏គេចាប់ផ្ដើមធ្វើការគ្រប់ជាមួយនឹងភ្លេងជាតិរបស់យើងរួមជាមួយនឹងការគ្រប់ដោយវិញ្ញាណក្ខន្ធរបស់ដល់វីរៈកងទ័ពផងដែរបន្ទាប់មកហ្នឹងក៏មានកម្មវិធីរំរបាំជូនពរក៏ដូចជាការឡើងនិយាយសែនធនតរខារបស់លោកនាយកក៏ដូចជាបន្ទាប់មកក៏ជាការដង្ហែក្បួនជួហយាត្រារបស់សិស្សនិទេសអាផងដែរដែលនៅក្នុងសិស្សសាលារៀនសុវណ្ណភូមិបន្ទាប់ពីការដង្ហែក្បួនរបស់សិស្សនិទេសអារួចរាល់យើងក៏ចាប់ផ្ដើមធ្វើការឡើងថ្លែងសន្ទរកថារបស់បងខុនដាលីណាដែលបានលំដាប់ពិន្ទុរហូតដល់ទៅ100ពិន្ទុហើយខ្ញុំក៏បានធ្វើការមកថតរូបជាមួយនឹងមិត្តភក្តិខ្ញុំខ្លះៗដែរចានិយាយពីថាសប្បាយខ្លាំងមែនតើហ្មងណាហើយយើងក៏ធ្វើការដើរចុះឡើងអីចឹងទៅដើម្បីថតរូបទុកជាអនុស្សាវរីយ៍បន្ទាប់ពីយើងធ្វើការថតចាំពេលអស់រយៈពេលយូរដែរយើងក៏ចាប់ផ្ដើមធ្វើការបិទថតតម្រង់ជួរដើម្បីឡើងទទួលបានទៅលើរង្វាន់ដល់សិស្សនិទេស B ម្ដងទោះបីជាលទ្ធផលដែលខ្ញុំទទួលបានវាមិនមែនជានិទេសដែលខ្ញុំចង់បានក៏ដោយប៉ុន្តែត្រឹមនិទេស B ក៏ខ្ញុំទទួលយកហើយខ្ញុំពិតជាសប្បាយចិត្តជាមួយនឹងនិទេសដែលខ្ញុំទទួលបានដោយសារតែវាជាសមត្ថភាពដែលខ្ញុំបញ្ចេញនៅក្នុងថ្ងៃដែលខ្ញុំប្រឡងហើយខ្ញុំខំប្រឹងអស់រយៈពេល1ឆ្នាំមកហើយអញ្ចឹងគឺនិទេសនេះគឺខ្ញុំអត់មានអ្វីត្រូវស្ដាយក្រោយនោះទេខ្ញុំមានតែសប្បាយចិត្តនៅទទួលយកវាហើយជាចុងក្រោយខ្ញុំអរគុណដល់លោកនាយកសាលាលោកគ្រូអ្នកគ្រូដែលគាត់តែងតែជួយផ្ដល់នូវដំបូន្មានល្អៗក្នុងការខិតខំបង្រៀនឲ្យយើងទទួលបានលទ្ធផលជោគជ័យនៅក្នុងការប្រឡងមួយវិញទៀតខ្ញុំក៏អរគុណដល់ប៉ាម៉ាក់របស់ខ្ញុំបងប្អូនរបស់ខ្ញុំទាំងអស់ដែលគាត់តែងជំរុញនិងលើកទឹកចិត្តដល់ការជួយជុំផ្សេងនៅក្នុងការសិក្សារបស់ខ្ញុំផងដែរមួយវិញទៀតខ្ញុំក៏អរគុណដល់សិស្សច្បងដែលគាត់តែងតែផ្ដល់យោបល់ល្អៗដល់យើងហើយក៏អរគុណដល់មិត្តភក្តិខ្ញុំទាំងអស់ដែលយើងចំណាយពេលជាច្រើនឆ្នាំជាមួយគ្នានៅក្នុងការសិក្សារៀនសូត្រហើយខំប្រឹងជាមួយគ្នាដើម្បីទទួលបាននូវលទ្ធផលនៅក្នុងថ្ងៃនេះហើយអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅក្នុងវីដេអូមួយនេះបើសិនជាការនិយាយរបស់ខ្ញុំការខុសឆ្គងក៏សូមអធិស្ឋានផងដែរជួបគ្នាវីដេអូក្រោយណាបាយបាយ